đây lên mà tăng máu ở đây cũng đang chui đặt đây lên mà to đặt đây lên mà câu đặt đây lên mà tăng máu đặt đây lên mà to kia chứ đặt đây lên mà to kia chứចាសួស្តីអ្នកនាងថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅសាលាបឋមសិក្សាខ្នារដែលស្ថិតនៅស្រុកស្ទូងខេត្តកំពង់ធំហើយខ្ញុំបានចេញដំណើរពីភ្នំពេញទៅតាមផ្លូវជាតិលេខ6ហើយចុះមកសាលាចុះពីផ្លូវជាតិលេខ6មកប្រហែលជា30គីឡូអ្នកទាំងអស់គ្នាប៉ុន្តែផ្លូវហ្នឹងគឺថាអត់ដំណើរផលទេផ្លូវហ្នឹងពិបាកមែនទែនកន្លុកធំវាមានកន្លែងល្អវាមានកន្លែងខ្លះយើងដូចថាចង់ទៅអត់កើតទេវាកោលឡានតែម្ដងចាឡានយើងទូចទៀតដល់ពេលអញ្ចឹងទៅពីឡានពេលខ្លះចង់បកក្រោយវិញវាលំបាកពេកហើយយូរទៅជិះ30គីឡូប៉ុន្តែជិះច្រើនម៉ោងធ្វើឲ្យយើងអស់ទឹកចិត្តដូចថាអូយអត់ចង់ទៅវាចង់ត្រឡប់មកវិញហើយហេវបាយផងអីផងតែគាត់ថាយើងមិនអាចតែរៀបចំប្រដាប់ប្រដាដែលយើងត្រូវចែកជូនសិស្សហ្នឹងទឹកចិត្តយើងចេះតែពុះពៀប្រឹងទៅទៀតចាឃើញថាប្រហែលជាផងតែទៅដល់ពេលកន្លែងខ្លះនោះរកកន្លែងទៅអត់កើតទេមើលទៅដល់កើតមកឡប់វិញតែចេះតែទៅបានទៅដល់ថ្ងៃត្រង់ហើយថ្ងៃក្តៅមែនទែនចាពេលទៅដល់ឃើញសភាពដែលសាលាហ្នឹងគឺថាភ្លីនៅទៅវាមិនសូវជាល្អទេសាលាហើយឃើញជីវភាពក្មេងៗជាមួយនឹងគ្រូតែគួរឲ្យផងដែរមានកំសត់ពិសេសតែចឹងទៅធ្វើឲ្យទឹកចិត្តរបស់ខ្ញុំហ្នឹងគឺថាមានកម្លាំងតែម្ដងដែលបាននាំកូនចែកចំណោយដល់ក្មេងៗក្នុងហ្នឹងអំណោយមានទឹកជូនគាត់ផងដែរមានសង្ឃើមានខ្មៅដៃប្រដាប់ប្រដាដែលរៀនសូត្រនេះហើយមានសុខលាជូនគាត់ដែរហើយចំណែកអ្នកម្ដាយខ្ញុំនោះគាត់នៅសៀមរាបទេក៏ប៉ុន្តែឮតែថាអូចែកអំណោយចែកអីគឺចូលចិត្តណាស់គឺធ្វើគាត់ជិះពីសៀមរាបមកហត់ឲ្យមកទេគាត់សុខភាពស្អីល្អដែរអញ្ចឹងគាត់ចង់ទៅក្មួយជូនមកពីខេត្តសៀមរាបមករកផ្លូវហ្នឹងមកជួបគ្នានៅហ្នឹងហើយថ្ងៃត្រង់ថ្ងៃបែអត់បាយគាត់ដល់ពេលអញ្ចឹងទៅរីករាយមែនទែនបានឃើញគ្នាហ្នឹងហើយគាត់ក៏នៅចាំដែរចាំត្រង់ខ្ញុំទៅដល់ហ្នឹងសិស្សនឹងចង់ចេញទៅផ្ទះចាហើយបានគាត់ចេញមកទទួលស្វាគមន៍ហើយនៅទីនោះក៏មានប្រជាជនគាត់មកឃើញគឺថាខ្ញុំដែលទៅចែកអំណោយអញ្ចឹងគាត់ដូចថាចេញមកទទួលដែរចាអញ្ចឹងក៏បានមានថវិកាខ្លះជូនពួកគាត់ហើយក៏មានជាសម្បត្តិហ្នឹងក៏ចែកជូនលោកគ្រូអ្នកគ្រូផងដែរចាហើយនឹងខ្ញុំទៅតែធ្វើ YouTube ដំបូងបងប្អូនចូលចិត្តមើលកុំភ្លេចជួយ Subscribe ផងចាអរគុណ